ខ្ញុំនិយាយពីថាតេស្ត algorithm របស់ Facebook YouTube TikTok អីហ្នឹងគឺតេស្តយកតែមែនទែនប៉ុន្តែឥឡូវខ្ញុំគិតថាគួរតែដល់ពេលដែលស័ក្តិសមហើយដែលខ្ញុំលេងតេស្តទៀតដោយសារតែ algorithm នៅក្នុងដៃរបស់ខ្ញុំហ្នឹងវារៀងច្រើនគួរសមដែរមិនដឹងថា admin ហ្នឹងតេស្តដល់ណាទៀតទេហើយឥឡូវគួរតែដល់ពេលដែលថាយក algorithm ដែលតេស្តបានទាំងប្រមាណហ្នឹងយកមកប្រើនៅក្នុងពេលនេះតែហ្មងទៅអូខេអ្នកនរគ្នានៅក្នុងវីដេអូមួយនេះអ្នកនរគ្នាគ្រាន់តែបើកក្បាលនៃវីដេអូឃើញ admin និយាយទាក់ទងទៅនឹងតេស្ត algorithm អីណាណីចុះនៅក្នុងវីដេអូនេះនិយាយពីអីទៅប្រធានបទនៅក្នុងវីដេអូនេះadmin នឹងនិយាយទាក់ទងទៅនឹងអ្នកដែលគាត់ជាអ្នកបង្កើតអ្នកដែលធ្វើ YouTube ថ្មីហើយពួកគាត់មានតែទូរស័ព្ទដៃដើម្បីធ្វើការងារទាំងអស់នោះកាលពីប្រហែលថ្ងៃមុនហ្នឹងដូចជាមួយសិលមួយថ្ងៃអីហ្នឹងadminបានផុសទាក់ទងទៅនឹងការតេស្តណាអ្នកនរគ្នាការ survey admin ក៏ឃើញថាគ្នាយើងសឹងតែ 70% ដែលគាត់ប្រើទូរស័ព្ទដៃហើយប្រើទូរស័ព្ទដៃគាត់បែរជាប្រើកម្មវិធី YouTube Studio ប្រើកម្មវិធី YouTube កម្មវិធី YouTube របស់យើងហ្នឹងគាត់ប្រើដើម្បីផុសវីដេអូរាល់ថ្ងៃហ្នឹងហើយពេលដែលស្ដាប់ឮadminនិយាយអញ្ចឹងប្រហែលជាអ្នកនរគ្នាឆ្ងល់ទៀតហើយថាបងក្រែកម្មវិធីទាំងអស់ហ្នឹងគេទុកសម្រាប់ឲ្យយើងផុសវីដេអូហ្នឹងឯងហើយឲ្យខ្ញុំហ្នឹងទៅផុសតាមណាវិញបើសិនជាមិនផុសតាមកម្មវិធី YouTube និយាយបកក្រោយហើយនឹងឆ្លើយសំណួររបស់អ្នកនរគ្នាមកវិញអ្នកនរគ្នាជាធម្មតាសម្រាប់ខ្ញុំហ្មងខ្ញុំអត់ recommend ឲ្យបងប្អូននឹងប្រើកម្មវិធី YT Studio កម្មវិធី YouTube ផ្ទាល់នឹងតែម្ដងដើម្បីផុសវីដេអូទេចុះបើសិនជាខ្ញុំនិយាយថានៅពេលដែលបងប្អូនដែលជាអ្នកធ្វើ YouTube ហើយមានតែទូរស័ព្ទដៃហើយគាត់ប្រើកម្មវិធីទាំងអស់នោះដើម្បីផុសវីដេអូហើយកែង channel តើអ្នកនរគ្នាយល់ថាមិនដែរហើយខ្ញុំនឹងនិយាយទាំងអស់ប្រាប់ថាតើមូលហេតុអីបានជាវាកែង channel ហេតុអីបានជាវាបែបហ្នឹងឯក្រែងកម្មវិធីហ្នឹងគេសម្រាប់ផុសវីដេអូហីអញ្ចឹងតើកុំឲ្យនិយាយវែងឆ្ងាយឲ្យមាននឹងបកស្រាយតែម្ដងទៅកាប់ទៅអ្នកនរគ្នានៅក្នុងកម្មវិធី YouTube ហ្នឹងគេមានកម្មវិធីផ្សេងបងប្អូនគេមានកម្មវិធី YouTube Studio ពិតមែនប៉ុន្តែគេប្រើនៅលើកុំព្យូទ័រនៅក្នុងកម្មវិធីទូរស័ព្ទដៃអត់មាន option គ្រប់គ្រាន់អត់មាន option ពេញលេញទេចឹងយើងពេលដែលយើងផុសទៅវានឹងបាត់ option មួយចំនួនធំតែម្ដងដោយសារតែកម្មវិធីនៅលើទូរស័ព្ទដៃវាមានតែ option អីដូចថាវាជំនួយបានតិចតួចបំផុតតែម្ដងបងប្អូនប៉ុន្តែនៅក្នុង YouTube Studio លើកុំព្យូទ័រគឺគេមានពេញលេញគេមាន option ច្រើនបែបច្រើនសន្តានណាអញ្ចឹងនៅពេលដែលខ្ញុំនិយាយអញ្ចឹងអ្នកនរគ្នាប្រហែលជាឆ្ងល់មកតង់ទៀតហើយថាបងចុះបើសិនជាខ្ញុំអត់មានកុំព្យូទ័រប៉ុណ្ណឹងហើយខ្ញុំបាន option full ពេញលេញហ្នឹងបានមកពីណាទៅគឺងាយស្រួលបំផុតអ្នកនរគ្នាគ្រាន់តែប្រើកម្មវិធី Chrome ប្រើកម្មវិធី browser មួយណាក៏បានដែរដែលអាចដំណើរការ YouTube Studio នឹងបានណាសម្រាប់ Android ឬមួយក៏សម្រាប់ iPhone ក៏ដោយអ្នកនរគ្នាអាចប្រើ Chrome ទៅចុចចូលទៅក្នុងកម្មវិធីហើយវាយពាក្យថា youtube.com បន្តមកទៀតអ្នកនរគ្នារកពាក្យថា desktop mode ដើម្បីបំលែងវាទៅជាទម្រង់ desktop ក្រោយវាបានដូរទៅជាទម្រង់ desktop អ្នកនរគ្នានឹងឃើញ option ទាំងអស់ពេញលេញនៅក្នុងនេះដែរដូចនៅក្នុងកុំព្យូទ័រដែរហើយអ្នកនរគ្នាធ្វើការ upload ទៅតាមនឹងទៅហើយរបៀបក្នុងការ upload ដើម្បីប្រើមុខងារទាំងអស់ហ្នឹងចាំឲ្យមានចេញវីដេអូផ្សេងមួយទៀតតោះឥឡូវខ្ញុំសូមនិយាយចំណុចមួយទៀតទាក់ទងទៅនឹងមូលហេតុអីបានជាខ្ញុំនឹងឲ្យអ្នកនរគ្នាប្រើកម្មវិធី Chrome ដើម្បី login ហើយដើម្បីបើកកម្មវិធីឲ្យដូចទៅនឹង desktop ដោយសារតែអញ្ចេះបងប្អូននៅក្នុងកម្មវិធីfull option របស់គេហ្នឹងគេមានកន្លែងខ្លះយើងត្រូវផុសទៅយើងត្រូវឲ្យគេត្រូវឲ្យយើងថិចបងប្អូនដូចជា option មួយចំនួនដូចជាគេសួរយើងថាតើវីដេអូរបស់យើងនឹងធ្វើដោយ AI ឬមួយក៏អត់ធ្វើដោយមនុស្សមែនអត់អីចឹងយើងត្រូវថិចឆ្លើយជាមួយនឹងគេឆ្លើយជាមួយនឹង YouTube ណាហើយគេសួរយើងទៀតថាយើងនឹងចង់វីដេអូរបស់យើងនឹងមានពាក់ព័ន្ធផ្សាយពាណិជ្ជកម្មអីអត់ហើយយើងចង់ដូចថាបិទពាណិជ្ជកម្មនៅលើវីដេអូរបស់យើងដែរអត់ឬមួយក៏យើងចង់អីមិនអីចឹងណាហ្នឹងហើយយើងមានថិចកន្លែងនឹងដែរហើយមួយទៀតគេសួរយើងទៀតថាតើវីដេអូរបស់យើងនឹងធ្វើសម្រាប់ក្មេងដែរឬមួយក៏អត់ហើយជាធម្មតាវីដេអូរបស់យើងផុសនៅលើ YouTube យើងរកលុយគឺយើងអត់ដាក់ផុសសម្រាប់ធ្វើសម្រាប់ក្មេងមើលនោះទេគឺយើងដាក់ no for kids ហើយនៅមាន option មួយចំនួនច្រើនផ្សេងទៀតដែលយើងអាចទាញ channel របស់យើងនឹងឲ្យវាដើរខ្លាំងដូចជា option in screen add card អីផ្សេង add channel subscribe អីណានៃ add subtitle add អីផ្សេងច្រើនទៀតបងប្អូនដែលជំនួយដល់វីដេអូរបស់យើងនឹងឲ្យកាន់តែប្រសើរឡើងតោះឥឡូវយើងនិយាយ head poll ផ្សេងមួយទៀតគឺ head poll ត្រង់ថានៅពេលដែលអ្នកនរគ្នាផុសនៅលើទូរស័ព្ទដៃតាមកម្មវិធី YouTube ផ្ទាល់ឬមួយក៏ YT Studio ក៏យើងអាចផុសវីដេអូបានដែរអ្នកនរគ្នាមានសញ្ញាបូកមួយនៅពេលដែលអ្នកនរគ្នាផុសតាមកម្មវិធីទាំងអស់ហ្នឹង option មួយចំនួនដូចជាការដាក់ hashtag ការដាក់ tag ការដាក់អីផ្សេងអី tick អីផ្សេងគឺអត់មានទេបងប្អូនគឺវា clear ស្អាតគឺវាអត់ជាប់បងប្អូនគឺអត់ជាប់អីទាំងអស់កតានឹងឯងអ្នកនរគ្នាធ្វើឲ្យវីដេអូរបស់អ្នកនរគ្នាអត់ដើរទេហើយកាំងស្ញាញ់នៅនឹងហើយអ្នកនរគ្នាត្រូវដឹងថាវីដេអូរបស់អ្នកនរគ្នាដើរទៅបាននឹងគឺអាស្រ័យទៅលើ description ចំណងជើងហើយនឹង tag ហ្នឹងហើយចុះបើសិនជាទាំងអស់នឹងវាទៅទេស្អាតទៅអ្នកនរគ្នាដូចនេះចឹងដូចផុសវីដេអូទៅដូចស្រាតនរលគោកទៅអញ្ចឹងគឺវាអត់មានអីភាព
ជាអត់សូវមានភាពតាក់ទាញទេបងប្អូនគឺបាត់សម្រស់រហូតដល់ 50% ឯណោះជាធម្មតាគេផុសវីដេអូគេត្រូវមាន description គេត្រូវមាន tag យ៉ាងហ្នឹងក៏ត្រូវមានខ្លះដែរបងប្អូនអត់ត្រូវទៅនរលគោកទេនៅពេលដែលអ្នកនរគ្នាទៅអញ្ចឹងគឺវាតាមយថាកម្មវីដេអូនឹងល្អអញ្ចឹងទៅក៏ផ្ទុះក៏ដើរខ្លះទៅវីដេអូនឹងមិនសូវល្អទៅក៏គាំងអញ្ចឹងទៅប៉ុន្តែនៅពេលដែលយើងស្លៀកពាក់បានស្អាតបាតទោះបីជាវីដេអូរបស់យើងមិនសូវល្អក៏វា view រៀងគ្រាន់បើដែរគឺវាបែបហ្នឹងគឺហេតុផលគឺបែបហ្នឹងគឺខ្ញុំនិយាយច្បាស់ប៉ុណ្ណឹងហ្មងបងប្អូនវាប្រៀបបានដូចមនុស្សយើងអញ្ចឹងមនុស្សយើងនៅពេលដែលរូបរាងអត់សូវស្អាតប៉ុន្តែយើងចេះតុបតែងខ្លួនយើងចេះស្លៀកពាក់អញ្ចឹងទៅរៀងគ្រាន់បើបងប្អូនវាអញ្ចឹងតែបើសិនជាអ្នកដែលគាត់ស្អាតស្រាប់ទោះបីជាគាត់មិនសូវស្លៀកពាក់អីក៏នៅតែស្អាតដែរអាហ្នឹងគឺវាអញ្ចឹងវាប្រៀបបានទៅនឹងវីដេអូរបស់យើងល្អឬមិនល្អអញ្ចឹងប្រធានបទរបស់យើងល្អទោះបីជាយើងមិនបាច់ដាក់ tag មិនបាច់ដាក់ description ចំណងជើងមិនសូវល្អប៉ុន្តែវាអត្តន័យក្នុងនឹងល្អវាគេឆាប់មើលឃើញវាផ្ទុះអីចឹងទៅប៉ុន្តែបើសិនជាយើងវីដេអូយើងអត់សូវល្អយើងពឹងផ្អែកទៅលើបច្ចេកទេសផ្សេងដើម្បីជួយវីដេអូនឹងឲ្យវាល្អឡើងដូចយើងមនុស្សយើងអត់សូវស្អាតអីចឹងទៅយើងត្រូវតែចេះតុបតែងខ្លួនយើងត្រូវចេះស្លៀកពាក់ឲ្យស្អាតបាតអីតុបតែងលាបលេអីលាបម្សៅអីចឹងទៅមើលទៅគឺឃើញលេចធ្លោឆាប់តាក់ទាញគឺបែបហ្នឹងដូចគ្នាអូខេហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយចាំវីដេអូក្រោយមាននឹងបរិញ្ញាអ្នកនរគ្នាទាក់ទងទៅនឹងការ set up channel សម្រាប់អ្នកថ្មីហើយនឹងរបៀបផុសផងដែរថាគេផុសទៅគេរើស option កន្លែងណាខ្លះអាហ្នឹងគេហៅ option នេះគេហៅអី option នោះគេហៅអីហើយពេលយើងចុចចាំមួយយើងដាក់ហ្នឹងទៅដើម្បីអីហើយមូលហេតុអីបានជាយើងត្រូវដាក់បែបហ្នឹងហើយមូលហេតុអីបានជាយើងមិនត្រូវដាក់បែបនេះបែបនោះអីចឹងចាំខ្ញុំនិយាយបញ្យល់ឲ្យអស់អូខេអរគុណបាយបាយប៉ុណ្ណឹង good night